បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍សាជាថ្មីបាទមកកាន់តម្រុយឆ្នោតយួនប្រចាំថ្ងៃនៅវិមានឆ្នោតបាទអញ្ចឹងបងប្អូនយើងថ្ងៃទី11ហ្នឹងគឺអត់មានតម្រុយឆ្នោតបាទមកឲ្យបងប្អូនយើងផ្សងសំណាងទៀតហើយបាទនៅម៉ោង4ម៉ោង6ណាអញ្ចឹងបងប្អូនយើងមុននឹងចូលទៅកាន់តម្រុយថ្ងៃថ្មីអត់មានក៏សំណូមពរបងប្អូនអំពុំមីងទាំងអស់គ្នាបាទជួយចុចជាវក៏ដូចជាចុចមេដៃជូនអ្នកមានម្នាក់មួយផងណាបាទដើម្បីបង្កើនភាពងាយស្រួលក្នុងការមើលតម្រុយប្រចាំថ្ងៃដោយគ្រាន់តែបងប្អូនយើងចុចជាវចុចមេដៃហើយដាក់សញ្ញាកណ្ដឹងមួយទៅបងប្អូនយើងនឹងទទួលបាននៅតម្រុយប្រចាំថ្ងៃដូចជាចូលមើលភ្លាមពី admin ហ្នឹងបាទចឹងអរគុណច្រើនណាស់បងប្អូនយើងហើយសម្រាប់តម្រុយមិនសមវិញគឺអត់បានត្រូវទេបងប្អូនយើងបាទ admin ក៏សូមអធិស្ឋានផងបាទសម្រាប់តម្រុយមិនសមវិញថ្ងៃទី10ណាចឹងបញ្ជាក់ប្រាប់បងប្អូនយើងតាំងពីវីដេអូមុនដែរថាតម្រុយមានគឺជាតម្រុយផ្សងសំណាងមិនមែនត្រូវចំរាល់ថ្ងៃអីទេបងប្អូនយើងបាទមានថ្ងៃខុសមានថ្ងៃត្រូវហ្នឹងហើយតែចឹងបងប្អូនយើងអាហ្នឹងក៏អត់បានមកទៀងទាត់នៅលេខដែលចេញមកសមមិញនេះដែរតែទៀងទាត់ទៅគឺតម្រុយរបស់យើងអត់ត្រូវដែរចឹងខាតពេលវេលាច្រើនឥឡូវយើងចូលមកកាន់តម្រុយថ្ងៃថ្មីណាថ្ងៃទី11បាទតើឥឡូវបងប្អូនយើងមកមើលតម្រុយថ្ងៃថ្មីទាំងអស់គ្នាមើលមួយណាឆ្លាញ់លេខណាយកលេខហ្នឹងបានadmin អត់បង្ខំបងប្អូនយើងទេបាទសម្រាប់តម្រុយថ្ងៃថ្មីគឺមាន20មកចឹងហ្នឹងមានខ្ទង់20មាន29ហើយនឹង20 29 25 25 29ណាហើយពីរលេខគឺមាន14 74 14 74បាទចឹងបងប្អូនយើងពីរលេខគឺមាន29 25 14 74សម្រាប់ពីរលេខ29 25មកយើងចាក់ត្រង់ទៅហើយ74ក៏ដូចជា14ហ្នឹងយើងឡើងចុះទៅបាទហើយ3លេខបងប្អូនយើងអត់មានមើលមួយណាលេខមាន9 14គុណហើយនឹងមួយក្របទៀតគឺលេខគូមួយគឺ5 22បាទ5 22គុណនិង9 14ចឹង3លេខអត់មានឲ្យបងប្អូនយើងគុណណាថាចង់ចាក់ត្រង់ឲ្យថាវាការតិចអីអាចចាក់បានហើយខ្ទង់អូគឺមានតែមួយខ្ទង់ទេបងប្អូនយើងគឺខ្ទង់20ហ្នឹងឯងបាទឥឡូវយើងមកមើលតម្រុយឡើងវិញខ្ទង់អូគឺខ្ទង់20 3លេខមាន9 14ហើយនឹង5 22គុណបាទសម្រាប់ពីរលេខគឺមាន29 25 14ហើយនឹង74បាទអញ្ចឹងលេខទាំងអស់ហ្នឹងបងប្អូនយើងមើលទៅបាទស្រឡាញ់លេខណាក៏ដូចជាមានហុងស៊ុយមើលទៅពេញចិត្តនៅលេខមួយណាបងប្អូនយើងអាចចាប់យកទៅផ្សងសំណាងបានព្រោះឯតម្រុយ admin គឺជាតម្រុយផ្សងសំណាងបាទមិនមែនលេខចេញមកច្បាស់ត្រូវទេបងប្អូនចឹងមានប៉ុណ្ណឹងទេបងប្អូនយើងបាទជាចុងក្រោយក៏សូមអរគុណច្រើនសម្រាប់ការជួបទស្សនាវីដេអូតម្រុយ admin តាំងពីដើមរហូតដល់ចប់ admin សូមជូនពរបងប្អូនយើងទាំងអស់គ្នាឲ្យបានត្រូវនិងហេចូលហេបាននៅតម្រុយថ្ងៃថ្មីចឹងក៏សូមជម្រាបលាបងប្អូនតែប៉ុណ្ណឹងឯងបាទចាំជួបគ្នានៅតម្រុយថ្ងៃស្អែកក៏ដូចជានៅក្នុងការ live ទាំងអស់គ្នាបាទអរគុណបាយជម្រាបលា